ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin ត្រឡប់មកវិញហើយជាមួយនឹងរឿងដែលនិយាយអំពីខ្មោចនារីរបាំនៅក្នុងផ្ទះដ៏ចំណាស់មួយគឺជាផ្ទះតាំងពីសម័យបារាំងមកម្ល៉េះហើយរឿងនិទាននេះដែរគឺនិយាយអំពីគ្រួសារមួយដែលគាត់បានទិញផ្ទះនោះនៅឯរាជធានីភ្នំពេញក្បែរវត្តបទុមដូច្នេះដើម្បីកុំឲ្យខាតពេលយូរ admin ក៏សូមនិទានរឿងនេះដូចតទៅគ្រួសារលោកច័ន្ទគាត់បានភៀសខ្លួនទៅរស់នៅឯប្រទេសបារាំងកាលពីសម័យខ្មែរក្រហមគាត់មានប្រពន្ធម្នាក់ឈ្មោះអ្នកស្រីចំណានកូនប្រុសឈ្មោះតារាអាយុ16ឆ្នាំនិងកូនស្រីពៅឈ្មោះលក្ខណាអាយុ10ឆ្នាំពួកគាត់បានរស់នៅឯប្រទេសបារាំងនោះរយៈពេលប្រហែលជា5-6ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ពួកគាត់ក៏សម្រេចគ្នាថាមករស់នៅឯប្រទេសកម្ពុជាវិញដោយសារតែជាទឹកដីកំណើតហើយណាមួយគាត់អត់ចេះរស់នៅទីនោះទេដូច្នេះគាត់ចង់មករស់នៅជុំក្រុមគ្រួសារសាច់ញាតិបងប្អូននៅទីនេះហើយលោកច័ន្ទបានទិញផ្ទះមួយដោយដែល admin និយាយខាងដើមអញ្ចឹងផ្ទះនៅក្បែរវត្តបទុមជាផ្ទះសម័យកាលបារាំងវាចាស់ទ្រុឌទ្រោមទៅហើយសសរគឺព័ទ្ធដោយវល្លិនិងមានទ្វារដែកច្រេះតាមបង្អួចតាមជញ្ជាំងគឺរបកថ្នាំអស់ហើយពេលដែលលោកច័ន្ទទៅដល់ផ្ទះនោះជាលើកដំបូងគាត់អត់បានគិតអ្វីច្រើនទេក្រៅតែពីភាពសប្បាយក្នុងចិត្តដោយសារតែគាត់គិតថាគាត់ទិញបានក្នុងតម្លៃដ៏ថោកបំផុតចំណែកឯអ្នកស្រីចំណានវិញនៅពេលដែលគាត់ឃើញផ្ទះនោះហើយគាត់នឹកឃើញដល់សម័យកាលបារាំងដែលគាត់ធ្លាប់មើលតាមទូរទស្សន៍ឬក៏តាមទស្សនាវដ្តីអីអញ្ចឹងទៅបន្ទាប់ពីលោកច័ន្ទទិញផ្ទះនោះបានសម្រេចហើយគាត់ក៏នាំគ្រួសារទាំងអស់មករស់នៅក្នុងផ្ទះនោះតែម្ដងរីឯកូនប្រុសកូនស្រីទាំងពីរពួកគេក៏មានអារម្មណ៍មិនល្អជាមួយនឹងផ្ទះនឹងដែរពេលដែលចូលមកដំបូងគឺថាម្នាក់មានការភ័យខ្លាចមានអារម្មណ៍ថាផ្ទះនឹងដូចជាមិនសូវស្រួលទៅហើយក្នុងពេលដែលលក្ខណាកំពុងតែអង្គុយគូររូបស្រាប់តែនាងស្ទុះវឹងទៅកាន់ផ្ទះបាយហើយប្រាប់ម្ដាយនាងថាផ្ទះនេះមានខ្មោចហើយពេលនោះអ្នកស្រីចំណានគាត់កំពុងតែឈរជូតចានហើយគាត់ក៏សើចទៅកាន់កូនស្រីរបស់គាត់ថាផ្ទះនេះវាគ្មានរឿងរ៉ាវអីនោះទេវាគ្រាន់តែជាផ្ទះចាស់ដែលមើលទៅគួរឲ្យខ្លាចតែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតដោយសារតែយើងមិនទម្លាប់រស់នៅទីនេះដូច្នេះដំបូងគឺមានអារម្មណ៍ប្លែកមានអារម្មណ៍ភ័យខ្លាចអីអញ្ចឹងហើយគាត់ព្យាយាមបញ្យល់ទៅកូនស្រីហើយកូនស្រីក៏ស្ដាប់តាមគាត់និងត្រឡប់ទៅវិញទៅនៅពេលនោះលក្ខណាក៏ដើរទៅកាន់ជណ្ដើរមួយដែលឡើងទៅជាន់ខាងលើនៅជាន់ខាងលើនឹងមើលទៅគឺងងឹតខ្លាំងណាស់ហើយក៏មិនដែលមានអ្នកណាបានឡើងទៅដែរពេលដែលនាងឈរនៅទីនោះមួយសន្ទុះស្រាប់តែឮសំឡេងខ្សឹបតិចថាចាំមើលទៅពេលនោះនាងភ័យខ្លាំងណាស់ប៉ុន្តែមិនដឹងថាត្រូវនិយាយប្រាប់អ្នកណានោះទេពីព្រោះនាងបានប្រាប់ទៅម្ដាយនាងម្ដងរួចហើយថាផ្ទះនេះមានខ្មោចតែម្ដាយនាងនៅតែមិនជឿដូច្នេះនាងក៏មិនបានយកអ្វីដែលនាងបានឮទៅនិយាយប្រាប់អ្នកណាបន្តទៀតឡើយណាមួយសំឡេងខ្សឹបនោះគឺវាប្រៀបដូចជាខ្យល់អីម្យ៉ាងអញ្ចឹងគឺវាមិនឮច្បាស់ដូចជាមនុស្សនិយាយនោះទេហើយពេលខ្លះក៏នាងគិតថាវាជាការយល់ច្រឡំអីតែប៉ុណ្្នឹងឯងកាលពីសម័យនោះនៅទីក្រុងភ្នំពេញគឺស្ងាត់ណាស់ជាពិសេសនៅពេលយប់ឡើងឮតែសំឡេងចង្រិតយំនោះទេមិនឮសំឡេងឡានម៉ូតូឬក៏មនុស្សអ៊ូអរឡើយចំណែកឯផ្ទះនោះក៏ដូចគ្នាដែរពេលយប់ឡើងគឺសំឡេងចង្រិតយំខ្លាំងហើយចំណែកឯតាមជញ្ជាំងវិញគឺប្រៀបដូចជាឮសំឡេងដកដង្ហើមអញ្ចឹងគឺសំឡេងឮសូរក្រហមតិចតែម្ដងហើយពេលយប់កាន់តែជ្រៅខ្យល់ក៏កាន់តែត្រជាក់ម៉ោងប្រហែលជា2ទៀបភ្លឺតារាគាត់បានភ្ញាក់ពីដំណេកព្រោះតែឮសំឡេងចម្លែកសំឡេងនឹងឮក្រឹងគឺជាសំឡេងប្រៀបដូចជាគ្រឿងអលង្ការប៉ះគ្នាអញ្ចឹងតារាក៏ងើបអង្គុយឡើងហើយបេះដូងគាត់ញាប់ញ័រពីព្រោះគាត់មានអារម្មណ៍ភ័យខ្លាចហើយឆ្ងល់ថាហេតុអីក៏យប់ថ្មើរនឹងទៅហើយបែរជាឮសំឡេងបែបនឹងមកទៀតនៅពេលដែលគាត់ព្យាយាមស្ដាប់មួយសន្ទុះទៅស្រាប់តែឮសំឡេងលីឡំជាមួយនឹងស្គរហើយសំឡេងរនាតគឺជាសំឡេងតន្ត្រីតែម្ដងពេលដែលគាត់ស្ដាប់កាន់តែយូរគឺគាត់ច្បាស់ហើយថាសំឡេងនោះគឺចេញពីជាន់ក្រោមនៅក្នុងផ្ទះនោះតែម្ដងវាមិនមែនជាសំឡេងដែលចេញមកពីវិទ្យុឬក៏ចេញពីទូរទស្សន៍អីនោះទេព្រោះថាសំឡេងមួយនេះស្ដាប់ទៅគឺឮច្បាស់ខ្លាំងណាស់គឺសំឡេងផ្ទាល់ដូច្នេះហើយតារាក៏មិនបង្អង់យូរគាត់ក៏ដើរលបទៅជាន់ក្រោមគឺទៅបន្ទប់ទទួលភ្ញៀវដើម្បីមើលឲ្យដឹងថាតើទីនោះកំពុងតែមានអ្វីកើតឡើងនៅពេលដែលតារាទៅដល់ទីនោះហើយតើអ្នកទាំងអស់គ្នាដឹងថាតារាបានឃើញអ្វីទេគឺថាពន្លឺព្រះច័ន្ទចាំងចូលតាមបង្អួចមកហើយនៅចំប្រឡោះកណ្ដាលនឹងគឺគេឃើញមាននរណាម្នាក់កំពុងតែឈររាំនោះគឺជានារីមិនមែនជាមនុស្សប្រុសនោះទេនាងកំពុងតែរាំជាមួយនឹងចលនាយឺតដៃនាងកោងពុតពេនចុះឡើងមើលទៅស្អាតណាស់ប្រៀបដូចជានារីរាំរបាំព្រះរាជទ្រព្យអញ្ចឹងសម្ពុតរបស់នាងមានពណ៌មាសចាស់
ហើយប្រឡាក់ទៅដោយធូលីមកកត់លើក្បាលរបស់នាងរៀងវីចបន្តិចហើយត្បូងនៅលើនោះគឺមានពណ៌ស្អាតកងដៃរបស់នាងបន្លឺសំឡេងក្លឹងក្លឹងនៅពេលដែលនាងបង្វិលខ្លួនប៉ុន្តែមើលទៅមុខរបស់នាងគឺថាស្លេកខ្លាំងណាស់ស្លេកខុសពីមនុស្សធម្មតាតែម្ដងចំណែកឯភ្នែកនាងគឺងងឹតប្រៀបដូចជាយើងមើលទៅទឹកអណ្ដូងដែលជ្រៅសែនជ្រៅអញ្ចឹងគឺមើលមិនឃើញអីនោះទេតារាពេលនោះគាត់ភ័យខ្លាំងណាស់គាត់ដកដង្ហើមញាប់ហើយនាងពេលដែលដឹងថាមានមនុស្សកំពុងតែមើលនាងគឺនាងងាកក្បាលមកបដ ாய் ហើយពេលដែលនាងងាកមកយឺតហ្នឹងគឺមានន័យថាក្បាលរបស់នាងគឺបត់ខ្លាំងខុសពីមនុស្សធម្មតាហើយពេលដែលក្បាលនឹងបត់មកគឺបន្លឺសំឡេងដូចជាឈើបាក់អញ្ចឹងគឺលឺក្រឹកអញ្ចឹងទៅណាតារាគ្រាន់តែបានឃើញប៉ុណ្ណេះភ្លាមគឺអត់បាននៅទៀតទេគេរត់យ៉ាងលឿនចូលទៅក្នុងបន្ទប់ហើយចាក់សោហើយបន្ទាប់មកភ្លេងនោះក៏ឈប់បន្លឺឡើងប៉ុន្តែគេនៅតែភ័យខ្លាចហើយដេកមិនលក់ពេញមួយយប់រឿងនេះគឺធំខ្លាំងណាស់ប៉ុន្តែតារាបែរជាមិនហ៊ានយកទៅនិយាយប្រាប់ឪពុកម្ដាយគេទៅវិញហើយនៅពេលដែលព្រឹកឡើងគឺគេរក្សាភាពស្ងៀមស្ងាត់ជាមួយនឹងទឹកមុខស្លេកស្លាំងហើយចាប់ពីថ្ងៃនោះមកតារាជៀសវាងបន្ទប់ទទួលភ្ញៀវពេលដែលគេដើរទៅដើរមកគឺគេមិនដែលដើរកាត់បន្ទប់ទទួលភ្ញៀវនោះទេគឺជៀសផុតអស់ហើយពេលយប់ឡើងក៏គេមិនដែលចុះមកបន្ទប់ទទួលភ្ញៀវដែរទោះបីជាមានរឿងអ្វីឬក៏ឪពុកម្ដាយហៅគេយ៉ាងណាក៏មិនចុះមកជាដាច់ខាតដោយសារតែសភាពរបស់តារាប្លែកខ្លាំងបែបនេះហើយទើបលក្ខណៈដែលជាប្អូនស្រីនឹងមានការចាប់អារម្មណ៍ហើយសួរនាំទៅបងប្រុសព្រោះថាឲ្យតែពេលល្ងាចឡើងនៅពេលដែលព្រះអាទិត្យអស្តង្គតគឺថាតារាគាត់ចាប់ផ្ដើមញ័រដៃតិចហើយមានអារម្មណ៍ភ័យខ្លាចភ័យញ័រនៅក្នុងខ្លួនអញ្ចឹងទៅណាអញ្ចឹងប្អូនគេដឹងដល់ពេលគេដឹងអញ្ចឹងទៅគេសួរថាតើបងឯងមានរឿងអីតារាក៏ប្រាប់ប្អូនស្រីថាគ្មានរឿងអីកើតឡើងចំពោះខ្លួនឡើយប៉ុន្តែលក្ខណៈមិនជឿនោះទេព្រោះសូម្បីតែនាងក៏មានអារម្មណ៍ថានៅក្នុងផ្ទះនេះមានអ្វីម្យ៉ាងដែលកំពុងតែសម្លឹងមើលពួកគេអញ្ចឹងនាងចាប់ផ្ដើមសង្កេតមើលនៅក្នុងផ្ទះនឹងដោយយកចិត្តទុកដាក់នាងសម្គាល់ឃើញថាមានស្រមោលហាក់ដូចជាកំពុងតែផ្លាស់ទីខ្យល់នៅទីនោះគឺត្រជាក់ខុសពីធម្មតាប្រៀបដូចជានរណាម្នាក់កំពុងតែឈរពីក្រោយខ្នងនាងអញ្ចឹងប៉ុន្តែលក្ខណៈក៏មិនឆ្លេចសួរបងប្រុសជាបន្តទៀតដែរហើយពេលនោះក៏ដូចជាយប់ជ្រៅដែរដូច្នេះនាងក៏ត្រឡប់ទៅបន្ទប់របស់នាងទៅនៅយប់ដដែលនោះប្រហែលជាម៉ោង2ម៉ោង3យប់គឺចាប់ផ្ដើមឮសំឡេងខ្លាំងទៀតហើយប៉ុន្តែស្របពេលនោះលក្ខណៈក៏ភ្ញាក់ដឹងខ្លួនតែនាងភ្ញាក់ដឹងខ្លួននឹងមិនមែនដោយសារតែឮសំឡេងខ្លាំងនឹងទេគឺនាងស្រេកទឹកហើយនាងបានចុះទៅផ្ទះបាយផ្ទះស្ងាត់ជ្ងំហើយងងឹតសូន្យសងស្រាប់តែនាងដើរទៅដល់បន្ទប់ទទួលភ្ញៀវក៏ឮសំឡេងខ្លាំងហើយនាងក៏ឈប់នៅទីនោះភ្នែករបស់នាងក៏សម្លឹងមើលទៅបន្ទប់ទទួលភ្ញៀវដែលមានពន្លឺព្រះច័ន្ទចាំងចូលតាមបង្អួចចឹងណាហើយស្រាប់តែឃើញនារីម្នាក់កំពុងតែមានចលនាយឺតជាការរាំហើយរូបរាងនឹងខុសប្រក្រតីមើលទៅស្រាលប្រៀបដូចជាអណ្ដែតនៅក្នុងខ្យល់អញ្ចឹងចំណែកឯកងជើងនឹងគឺភ្លឺចែងចាំងតែម្ដងហើយវាបន្លឺសំឡេងនៅពេលដែលនាងរាំទឹកមុខរបស់នាងគឺស្ងួតហើយភ្នែករបស់នាងគឺខ្មៅគ្រាន់តែឮបែបនេះភ្លាមលក្ខណៈស្រែកឡើងខ្លាំងធ្វើឲ្យនារីម្នាក់នោះឈប់រាំហើយក្បាលរបស់នាងងាកមកយឺតមើលទៅកាន់លក្ខណៈហើយស្នាមញញឹមរបស់នាងនឹងគឺថាញញឹមខុសពីធម្មតាមាត់របស់នាងពេលញញឹមគឺធំមែនទែនមើលទៅគឺគួរឲ្យខ្លាចគឺដឹងថាជាខ្មោចតែម្ដងពេលនោះលក្ខណៈនាងមិននៅទៀតទេគឺរត់តាមចណ្ដាលចូលទៅក្នុងបន្ទប់របស់នាងវិញហើយនៅពេលដែលតារាឃើញប្អូនស្រីមានសភាពបែបនេះគេក៏ទៅសួរថាអូនឯងបានឃើញនាងមែនទេហើយលក្ខណៈងក់ក្បាលជាមួយនឹងទឹកភ្នែកហូរពេញថ្ពាល់ហើយនៅព្រឹកថ្ងៃបន្ទាប់ពីអ្នកបងប្អូនអត់បានយករឿងហ្នឹងទៅប្រាប់ឪពុកម្ដាយទៀតពួកគេលាក់បាំងប៉ុន្តែពួកគេក៏ចាប់ផ្ដើមនិយាយគ្នាថាតើនាងម្នាក់ហ្នឹងជាអ្នកណាហើយពួកគេក៏ចាប់ផ្ដើមស្វែងរកការពិតទាំងអស់គ្នាជាដំបូងពួកគេចាប់ផ្ដើមទៅរកនៅជាន់ខាងលើពីព្រោះជាកន្លែងមួយដែលពួកគេមិនដែលទៅសោះហើយនៅទីនោះគឺពោពេញទៅដោយធូលីនិងសំណាញ់ពីងពីងហើយចណ្ដាលចាស់ខ្លាំងណាស់ប្រឡាក់ធូលីហើយហាក់ដូចជាចិត្តនឹងបាក់ទៅទៀតហើយនៅទីនោះគេឃើញមានហឹបជាច្រើនប៉ុន្តែមានហឹបមួយនោះគឺមានបិទជិតដំដៃគោលបូករួមជាមួយនឹងកែមរបស់វាមានស្នាមប្រឡាក់ខ្មៅតារាចាប់ផ្ដើមគាស់ហឹបនោះហើយបើកមើលនៅខាងក្នុងហឹបគេឃើញមានឆ្អឹងមនុស្សហ៊ុំព័ទ្ធទៅដោយសូត្រចាស់ពណ៌បៃតងជាមួយនឹងមាសហើយនៅចំកណ្ដាលឆ្អឹងនោះគេឃើញមានកងដៃមាសមួយគូឆ្លាក់នៅរូបផ្កាឈូកដែលកំពុងតែចាំងភ្លេចនៅក្នុងពន្លឺនៅពេលដែលឃើញបែបនេះភ្លាមពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ហើយស្រែកថាតើនាងជាអ្នកណាទៅនេះគឺជារឿងធំបំផុតដែលគេមិនអាចលាក់បាំងឪពុកម្ដាយគេបានតទៅទៀតនោះទេកាលពីដំបូងឡើយគ្រាន់តែជាវិញ្ញាណឬក៏ជាខ្យល់ដែលមិនអាចនិយាយប្រាប់ឪពុកម្ដាយបានព្រោះទោះបីជានិយាយទៅក៏ពួកគាត់មិនជឿដែរប៉ុន្តែពេលនេះគឺជាឆ្អឹងខ្មោច
ដូច្នេះពួកគេក៏សម្រេចចិត្តប្រាប់ឪពុកម្ដាយហើយពេលនោះលោកច័ន្ទនិងអ្នកស្រីចំណានមានការភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមិននឹកស្មានថាក្នុងផ្ទះដែលខ្លួនបានទិញបែរជាមានសាកសពមួយនៅទីនោះដូច្នេះហើយលោកច័ន្ទក៏បានទូរស័ព្ទហៅប៉ូលីសហើយពួកគេចាប់ផ្ដើមបើកការស្រាវជ្រាវប៉ុន្តែរកមិនឃើញអ្វីនោះទេគ្រាន់តែដឹងថាសាកសពនោះគឺយូរណាស់មកហើយគឺតាំងពីសម័យខ្មែរក្រហមមកម្ល៉េះប៉ុន្តែកងដៃនោះត្រូវបានគេអះអាងថាជារបស់ជាងម្នាក់ដែលធ្លាប់ធ្វើសម្រាប់តែនារីរាំរបាំព្រះរាជទ្រព្យនៅសម័យមុនខ្មែរក្រហមបន្ទាប់ពីប៉ូលីសធ្វើការស្រាវជ្រាវហើយប្រមូលយកវត្ថុតាងទាំងអស់ចាក់ចេញពីផ្ទះនោះហើយពួកគេបានអញ្ជើញព្រះសង្ឃមកកាន់ផ្ទះនោះហើយលោកគង់នៅក្នុងបន្ទប់ទទួលភ្ញៀវទឹកមុខស្ងប់ស្ងាត់ខ្លាំងណាស់ដោយលោកមានសង្កេតការណ៍ថាផ្ទះនេះមានប្រវត្តិឈឺចាប់នៅក្នុងសម័យខ្មែរក្រហមផ្ទះនេះមិនមែនជាផ្ទះធម្មតានោះទេប៉ុន្តែវាគឺជាគុកសម្ងាត់មួយដែលគេនាំយកសិល្បករឬក៏អ្នករាំអ្នកដែលមិនស្ដាប់បង្គាប់មកទីនេះហើយនាងគឺជានារីរបាំម្នាក់គឺជានារីរបាំព្រះរាជទ្រព្យដែលគេបង្ខំឲ្យនាងឈប់រាំប៉ុន្តែនាងមិនព្រមនោះទេដូច្នេះហើយគេក៏សម្លាប់នាងចោលប៉ុន្តែវិញ្ញាណរបស់នាងនៅតែជាប់នៅក្នុងផ្ទះនេះព្រោះគេឃុំនាងនៅក្នុងហឹបនោះហើយនាងនៅតែរាំព្រោះនេះជាអ្វីដែលនាងនៅសល់ពេលនោះតារាមានការភ័យខ្លាចខ្លាំងណាស់ហើយក៏សួរទៅកាន់ព្រះសង្ឃតើនាងនឹងធ្វើបាបពួកយើងដែរទេព្រះសង្ឃសម្លឹងមើលមុខគេមួយសន្ទុះហើយមានសង្កេតការណ៍ថានាងខឹងសម្បានាងជាប់នៅក្នុងទីនេះប្រសិនបើអ្នកនៅទីនេះគឺនាងប្រហែលជាមិនឲ្យរួចខ្លួនឡើយពេលដែលឮព្រះសង្ឃមានសង្កេតការណ៍បែបនេះគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលហើយភ័យខ្លាចខ្លាំងណាស់ហើយពួកគេស្នើសុំព្រះសង្ឃឲ្យធ្វើអ្វីម្យ៉ាងដើម្បីធ្វើឲ្យវិញ្ញាណរបស់នាងបានស្ងប់ហើយមិនលងបន្លាចពួកគេតទៅទៀតធ្វើយ៉ាងណាឲ្យពួកគេអាចរស់នៅក្នុងផ្ទះនោះបានពីព្រោះថាពួកគេមិនអាចចាក់ចេញពីផ្ទះនោះឡើយមិនអាចទៅទីណាបានទៀតនោះទេព្រោះពួកគេមានតែផ្ទះមួយប៉ុណ្ណឹងឯងព្រះសង្ឃបានរៀបចំពិធីមួយនៅថ្ងៃពេញបរមីនៅក្នុងបន្ទប់បានផ្លាស់ប្ដូរហើយទៀនទាំងអស់ត្រូវបានដុតឡើងបំភ្លឺជារង្វង់ហើយពេលនោះផ្សែងធូបអណ្ដែតពេញបន្ទប់ទទួលភ្ញៀវតែម្ដងក្រុមគ្រួសារលុតជង្គង់ចុះហើយម្នាក់ៗគឺកាន់បាច់ធូបខណៈដែលព្រះសង្ឃកំពុងតែសូត្រធម៌សំឡេងរបស់លោកធ្វើឲ្យញ័ររញ្ជួយពេញទីនោះជាពិសេសគឺតាមជញ្ជាំងតែម្ដងមើលទៅដូចជាជញ្ជាំងនឹងមានវិញ្ញាណអញ្ចឹងមិនយូរប៉ុន្មានខ្យល់ក៏បក់មកខ្លាំងទោះបីជាទ្វារបន្ទប់បង្អួចគ្រប់យ៉ាងគឺត្រូវបិទជិតអស់ទៅហើយចំណែកឯទៀនក៏មិនរលត់ដែរសំឡេងក៏ចាប់ផ្ដើមបន្លឺឡើងគឺឮក្លឹងក្លឹងក្លឹងសូររនាតឯកក៏បន្លឺឡើងយ៉ាងខ្លាំងដូចគ្នាសំឡេងគឺមុតស្រួចខ្លាំងណាស់គួរឲ្យខ្លាចស្គរក៏បន្លឺឡើងក្រហឹមហាក់ដូចជាផ្ទះទាំងមូលកំពុងតែញ័រពេលនោះព្រះសង្ឃមានសង្កេតការណ៍ថានាងមកហើយនារីម្នាក់នោះបានចូលមករាំនៅក្នុងពន្លឺភ្លើងទៀនសម្ពុតរបស់នាងផាយផាត់ចលនារបស់នាងស្រស់ស្អាតមែនទែនប៉ុន្តែរូបរាងរបស់នាងគឺមិនគ្រប់នោះទេគឺមានន័យថាបែកបាក់មានកន្លែងខ្លះគឺមានចន្លោះប្រហោងនិយាយទៅប្រៀបដូចជាមនុស្សគេហៅថារូបបដិមាដែលបែកបាក់អញ្ចឹងណាប៉ុន្តែមានចលនារាំរស់រវើកតែម្ដងហើយសំឡេងកងជើងរបស់នាងគឺឮខ្លាំងណាស់នៅពេលដែលរាំប៉ះទង្គិចគ្នាអញ្ចឹងទៅហើយទឹកមុខគឺពោពេញទៅដោយកំហឹងភ្នែករបស់នាងមើលទៅគឺថារូងខ្មៅតែម្ដងមើលទៅគឺគួរឲ្យខ្លាចលក្ខណៈយំតិចចំណែកឯតារាកាន់ដៃនាងជាប់ព្រះសង្ឃក៏សូត្រធម៌កាន់តែខ្លាំងឡើងលោកវាយកណ្ដឹងហើយសំឡេងហ្នឹងគឺកាត់ផ្ដាច់សំឡេងទាំងអស់ដូចជាសំឡេងរនាតសំឡេងស្គរហើយនាងក៏ឈប់រាំទៅក្បាលរបស់នាងគឺចាប់ដើមញ័រតិចបន្ទាប់មកនាងក៏រំកិលខ្លួនចូលមកជិតតារានៅពេលដែលនារីរបាំម្នាក់នោះចូលមកជិតហើយដៃរបស់នាងបានស្ទាបអង្អែលថ្ពាល់តារាហើយម្រាមដៃគឺថាត្រជាក់ដូចតកអញ្ចឹងបបោមាត់នាងក៏ស្លេកខ្លាំងណាស់ដែរចំណែកឯសំឡេងគឺស្ងួតសួរទៅកាន់តារាថាតើឯងឃើញខ្ញុំដែរទេពេលនោះតារាស្រែកឡើងខ្លាំងមែនទែនគឺស្រែកឡើងផ្អើលផ្ទះតែម្ដងចំណែកឯព្រះសង្ឃក៏សូត្រធម៌ចប់លោកក៏ប្រោសទឹកមុនទៅលើកម្រាលឥដ្ឋទៀនក៏ឆេះឡើងយ៉ាងខ្លាំងបន្ទាប់មកក៏រលត់បាត់ទៅវិញហើយសំឡេងក៏ឈប់ទៅនាងបានបាត់ស្រមោលហើយបន្ទប់ក៏ស្ងាត់ជ្រងំឮតែសំឡេងដកដង្ហើមញ័ររបស់ក្រុមគ្រួសារទោះបីជាមានរឿងបែបនេះកើតឡើងហើយឃើញផ្ទាល់ភ្នែកយ៉ាងណាក៏ដោយក៏ក្រុមគ្រួសាររបស់លោកច័ន្ទនៅតែបន្តរស់នៅទីនោះពួកគេមិនបានចាក់ចេញទៅណាឡើយចំណែកឯអ្នកជិតខាងក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាផ្ទះនេះមានខ្មោចលងប៉ុន្តែហាក់ដូចជាវាគ្មានអ្វីកើតឡើងតទៅទៀតនោះទេហើយសំឡេងចម្លែកសំឡេងភ្លេងរនាតឬក៏សំឡេងស្គរអីហ្នឹងក៏លែងឮជាបន្តទៀតដែរហើយខ្យល់នៅក្នុងផ្ទះក៏ហាក់ដូចជាវិលមកសភាពធម្មតាវាមិនបក់ខ្លាំងឬក៏វាមិនត្រជាក់ខុសពីធម្មតាអីនោះទេ
ប៉ុន្តែតារានិងលក្ខណៈក៏នៅតែមានអារម្មណ៍ថាភ័យខ្លាចនៅពេលយប់ពួកគេគេងផងស្ដាប់ផងបារម្ភខ្លាចមានឮសំឡេងអ្វីកើតឡើងទៀតជាពិសេសគឺអាសំឡេងក្លឹងនឹងតែម្ដងប៉ុន្តែវាមិនបានកើតឡើងតទៅទៀតឡើយហើយនៅលើតុបូជាក្បែររូបថតជាយរបស់ពួកគេកងដៃមួយគូបានដាក់នៅទីនោះគឺជាកងដៃដែលពួកគេរកឃើញនៅឯជាន់ខាងលើដោយបានដុសខាត់វាឲ្យភ្លឺចែងចាំងហើយពួកគេបានបូជាផ្កាម្លិះដើម្បីឲ្យវិញ្ញាណរបស់នាងបានស្ងប់ទោះបីជាបែបនេះក្តីការពិតទៅនាងមិនបានទៅណានោះទេគ្រាន់តែនាងបានរំសាយកំហឹងចេញហើយមិនលងបន្លាចពួកគេឲ្យខ្លាចតទៅទៀតជាពិសេសនៅពេលដែលប្រច័ណ្ឌពេញវងហើយចាំងចេះចូលមកក្នុងផ្ទះនោះតារាបានឃើញស្រមោលរាំគឺរំកិលតិចរាំយ៉ាងស្រស់ស្អាតស្ងាត់ចងំតែម្ដងហើយចំណែកឯលក្ខណៈវិញនៅពេលដែលនាងគូគំនូពេលយប់ជ្រៅពេលខ្លះនាងឮសំឡេងខ្សឹបប្រាប់ថាមករាំជាមួយនឹងខ្ញុំប៉ុន្តែទោះបីជាឮបែបនេះក្តីក៏មិនដែលឃើញមានរូបរាងអ្វីធ្វើឲ្យពួកគេខ្លាចតទៅទៀតដែរហើយរឿងរបស់ admin ក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានសន្តាប់តាំងពីដើមរហូតមកដល់ចប់សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ admin នឹងមានរឿងថ្មីៗជាបន្តទៀតសម្រាប់អ្នកទានជូនពុកម៉ែបងប្អូនសន្តាប់សូមអរគុណសូមជម្រាបលា